ចូលឆ្នាំខ្មែរជិតមកដល់ហើយបើសិនជាអ្នកគ្នាបានទៅលេងស្រុកកណាឬក៏ជួបជុំបងប្អូនអីកុំភ្លេចធ្វើមុខម្ហូបមួយមុខហ្នឹងគឺត្រីសាបាក់អាំងជាមួយនឹងអំបិលម្ទេសមើលតែគ្រឿងគេជាប់ជាមួយនឹងសាច់ត្រីអ្នកគ្នាឆ្ងាញ់ខ្លាំងបាននិយាយពីសាច់ត្រីវិញហ្នឹងផ្អែមញ៉ាំទ្រពជាមួយបន្លែអញ្ចឹងទៀតនិយាយពីថៃជាតិហ្មងណាអ្នកគ្នាហូបមុខហ្នឹងបើសិនយកទៅធ្វើគ្រឿងក្លែមទៀតឬទៅឆ្ងាញ់ហ្មងហើយញ៉ាំអត់សូវចុះទេអ្នកគ្នាដោយសារយើងទ្រពជាមួយបន្លែអីអញ្ចឹងដែរសម្រាប់គ្រឿងអំបិលម្ទេសដែលយកទៅបុកហ្នឹងគឺមានដូចជាខ្ទឹមសមានម្ទេសរំដេងហើយនិងស្លឹកក្រូចសើចនិយាយទៅយើងបុកធម្មតាទេអ្នកគ្នាគ្រាន់តែខ្ញុំបន្ថែមជាមួយនឹងស្លឹកក្រូចសើចនិងរំដេងឲ្យវាឈ្ងុយអញ្ចឹងខ្ញុំដាក់រ៉ូឌីបន្តិចប៊ីចេងបន្តិចហើយអំបិលបន្តិចទេយកប្រៃណាអ្នកគ្នាហើយដាក់ស្ករសអីដែរកិនក៏បានបុកវាក៏បានដែរខ្ញុំកិនវាខ្ញុំភ្លេចដាក់ជាមួយនឹងម្សៅម្ទេសការ៉េអ្នកគ្នាដាក់ម្សៅម្ទេសការ៉េផងដើម្បីវាក្រហមស្អាតចំណែកឯត្រីសាបាក់នឹងវិញទម្ងន់របស់វាគឺ6ខាំមុននឹងយកទៅអាំងអ្នកគ្នាធ្វើការពុះវាជា2សិនណាយើងពុះឲ្យចំក្បាលវាទៅឲ្យខ្នងឲ្យវាថាអូកបិតយើងឲ្យចំពាក់កណ្ដាលខ្ញុំអត់សូវចេះពុះមែនទេណាមួយទៅលើកទី1ផងមិនចេះពុះត្រីទេពេលយើងពុះវាជា2អញ្ចឹងទៅអ្នកគ្នាឆ្កឹះយកអាកន្លែងនោះអាចវាទៅក៏ប្រមាណទេខ្ញុំអត់ចាំអត់ស្គាល់ដែរយើងយកវាទៅលាងទឹកបន្តិចទៅហើយយើងលាបជាមួយគ្រឿងដែលយើងកាន់ឲ្យមុននឹងអ្នកគ្នាឃើញខមអត់ចាំមកខ្ញុំថាកុំភ្លេចដាក់ជាមួយនឹងម្សៅម្ទេសការ៉េផងដាក់ទៅវាឃើញពណ៌ស្អាតត្រីយើងពណ៌ក្រហមស្រស់ហ្មងថ្ងៃនេះអត់បានថតនៅផ្ទះទេចេញថតនឹងក្រៅហើយនឹងយប់ទៀតខ្ញុំទៅថតនៅបារាយណាគ្នាយប់ហ្មងដល់ពេលអញ្ចឹងទៅពិបាកមិនតាន់ខ្វះនេះខ្វះនោះរហូតប៉ុន្តែមិនអីទេនៅតែអាចធ្វើញ៉ាំបានអញ្ចឹងទៅយើងយកវាទៅអាំងបានហើយការអាំងហ្នឹងអ្នកគ្នាទៅតែទ្របបណ្ដាលុយមួយញោមកុំឲ្យវាជាប់ជាមួយនឹងឆ្អើរយើងណាបើសិនជាអ្នកគ្នាមានឆ្អើររបៀបបិទបើកក៏ផ្កាចុះផ្កាឡើងដាក់អាហ្នឹងមកសាច់ត្រីយើងកាន់តែឆ្អិនលឿនបានញ៉ាំហ្មងត្រីហ្នឹងក៏ពិតទៅអាំងតែ20នាទីហ្នឹងឆ្អិនហើយ20ទៅ25នាទីហ្នឹងគឺវាឆ្អិនបើក្លិនត្រីអាំងនេះវិញអង្គុយចិត្តនឹងក្លិនគេមកភីឈ្ងុយមែនតើអ្នកគ្នាមួយតពក៏តំណងញ៉ាំដែរនេះឆ្អិនណាស់យើងលោកដាក់ចានអញ្ចឹងមកគាត់តែឃើញលេបទឹកមាត់ទៀតហើយព្រោះថាឃើញមួយតំណងពេកនេះទៅត្រីហ្នឹងញ៉ាំអត់សូវពិបាកទេវាអត់សូវមានឆ្អឹងពេលយើងញ៉ាំមកទ្របជាមួយនឹងសាឡាតឬក៏ស្ពៃក្តោបការ៉ុតទឹកសក់ហើយជីអ្នកគ្នាឆ្ងាញ់ជីយួនជីឆ្អាបជីនឹងវងអីហ្នឹងដាក់ទៅត្រូវគ្នាណាស់ហើយត្រី6ខាំហ្នឹងខ្ញុំញ៉ាំគ្នា3នាក់ហ្នឹងអត់ចង់អស់អ្នកគ្នាញ៉ាំឡើងហោមកដោយសារតែបន្លែហ្នឹងមកជាលធំហ្មងញ៉ាំអញ្ចឹងមកអ្នកគ្នាឆ្ងាញ់ណាស់នេះដាក់ជីអញ្ចឹងទៅយើងស្រាវជាមួយនឹងទឹកត្រីកកុងនិយាយថាជាតិហ្មងឆ្ងាញ់អត់ចាញ់គេលក់ម៉ែនេះធ្វើញ៉ាំខ្លួនឯងអញ្ចឹងត្រូវចិត្តមែនតើអ្នកគ្នាបើនិយាយពីសាច់ត្រីគេវិញញ៉ាំស្រួលវាអត់សូវមានឆ្អឹងយើងបេះវាអញ្ចឹងមកទ្របជាមួយនឹងបន្លែឆ្ងាញ់ខ្លាំងណាស់ឃើញបន្លែមកជាហ្នឹងដាក់នឹងខ្ទេចហ្មងអត់មានឲ្យសល់ទេត្រីមួយហ្នឹងបើមានកម្មវិធីនៅផ្ទះនៅអីអញ្ចឹងអ្នកគ្នាឬមួយក៏ជួបជុំបងប្អូនពួកម៉ែអីអាចសាកមកមុខហ្នឹងធ្វើញ៉ាំនៅផ្ទះបានព្រោះថាវាឆ្ងាញ់ហើយចាយលុយអត់តិចទៀត